ជំរាបសួរដល់បុគ្គលិក KDSB ទាំងអស់គ្នាពួកយើងតំណាងឲ្យបុគ្គលិកឆ្នាំក្នុងឆ្នាំ2025ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនៅប្រទេសកូរ៉េហើយក្នុងថ្ងៃនេះផងដែរពួកយើងសូមធ្វើការចែករំលែកអំពីតើមូលហេតុអ្វីដែលធ្វើឲ្យពួកយើងក្លាយជាបុគ្គលិកឆ្នាំហើយបានទៅទស្សនកិច្ចនៅប្រទេសកូរ៉េផងដែរចាចំពោះនាងខ្ញុំផ្ទាល់គឺត្រូវធ្វើការត្រូវខិតខំប្រឹងធ្វើការក៏ដូចជាមានការព្យាយាមក៏ដូចជាឲ្យមានការគ្រប់ពេលវេលាផងដែរចានាងខ្ញុំគឺជាបុគ្គលិកម្នាក់ដែលតែងតែជួយ support ដល់ team និង support ទៅដល់បុគ្គលិកទាំងអស់គ្នាដែលអ្វីដែលអាចនាងខ្ញុំអាចជួយបានខ្ញុំនឹងជួយទាំងអស់គ្នាដើម្បីឲ្យពង្រីកនិងបង្កើនរីកចម្រើនទៅដល់ធនាគារផងដែរចា៎គឺខ្ញុំប្រឹងប្រែងរកអតិថិជនឲ្យបានច្រើនតាមធនាគារបានកំណត់ថៅកែឬក៏គោលដៅចាប់ពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំខ្ញុំរីកចម្រើនរហូតដល់ពេលអញ្ចឹងទៅអ្នកដឹកនាំគាត់ក៏ឃើញពីភាពរីកចម្រើនរបស់យើងក៏ប្រម៉ូទយើងឲ្យឡើងជាបុគ្គលិកឆ្នាំទៅបានមានឱកាសទៅលេងប្រទេសកូរ៉េឬក៏សិក្ខាសាលានៅប្រទេសកូរ៉េហើយមួយទៀតហ្នឹងគឺពាក់ព័ន្ធនឹងភ្ញៀវក៏យើងបានផ្ដល់សេវាកម្មឲ្យភ្ញៀវល្អយើងប្រឹក្សាយោបល់ជូនភ្ញៀវឲ្យភ្ញៀវចាប់អារម្មណ៍ពីproductពីផលិតផលរបស់ពួកយើងផ្ទាល់ដែរអញ្ចឹងណាបងមុននឹងខ្ញុំឈៀងចូលជាបុគ្គលិកឆ្នាំបានទៅចូលរួមប្រទេសកូរ៉េហ្នឹងគឺខ្ញុំក្នុងឆ្នាំ2025ហ្នឹងខ្ញុំព្យាយាមប្រឹងប្រែងធ្វើការគឺទទួលបានលទ្ធផលល្អហើយថ្នាក់ដឹកនាំខាងលើក៏មើលឃើញរូបខ្ញុំបាទហើយក៏ក្រឱកាសឲ្យរូបខ្ញុំបានទៅប្រទេសកូរ៉េមូលហេតុទាំងនោះគឺដោយសារតែការខិតខំប្រឹងប្រែងបង្កើនល្បឿននៃការគ្រប់គ្រងទៅលើធីមផ្ទាល់ខ្លួនឬក៏ធីមដែលពាក់ព័ន្ធជាមួយនឹងទំនួលខុសត្រូវការងារប្រចាំថ្ងៃភាពត្រឹមត្រូវនៃការផ្ទៀងផ្ទាត់ទៅលើឯកសារសម្រាប់នាងខ្ញុំគឺជាលើកទី1ដែលខ្ញុំបានទៅលេងប្រទេសកូរ៉េនេះផងដែរហើយខ្ញុំក៏បានគេហៅថាឃើញប្រទេសគេដែលស្រស់ស្អាតហើយវាគឺជារឿងមួយដែលគេហៅថាបំភ្លេចអនុស្សាវរីយ៍មិនបានណាសម្រាប់ខ្ញុំបានចូលរួមសិក្ខាសាលានៅធនាគារ KB ហ្នឹងគឺ4នាក់ធីមខ្ញុំណា4នាក់ហើយទៅទីនោះគឺនៅច្រើនមែនតើហើយក៏មិនមែនតែជនជាតិខ្មែរយើងម្នាក់ដែរយើងមានបណ្ដាប្រទេសផ្សេងៗដែលជាដៃគូបទសម្ព័ន្ធជាមួយនឹងខាងធនាគារបាទនៅក្នុងសិក្ខាសាលាហ្នឹងដែរគឺគេចែកម្លែកទី1ហ្នឹងគឺពាក់ព័ន្ធទៅនឹង performance មិនថាគេធ្វើម៉េចបានគេរីកចម្រើនអញ្ចឹងណាបងមួយទៀតហ្នឹងគេចាប់អារម្មណ៍ចំណាប់អារម្មណ៍ដែលគេសប្បាយចិត្តដែលគេបានមកលេងនៅប្រទេសកូរ៉េដូចគ្នាអញ្ចឹងនាងខ្ញុំពិតជាទទួលបាននៅបទពិសោធន៍និងចំណេះដឹងថ្មីៗព្រមទាំងយល់ដឹងពីវប្បធម៌ទំនៀមទម្លាប់ប្រពៃណីរបៀបរបបនៃការរស់នៅបន្ថែមពីនេះពួកយើងទាំងអស់គ្នាក៏បានទទួលនៅការស្វាគមន៍និងការយកចិត្តទុកដាក់យ៉ាងកក់ក្ដៅពីសំណាក់ថ្នាក់ដឹកនាំទាំងអស់ក៏ដូចជាបងដែលគាត់ជាអ្នករៀបចំកម្មវិធីពេលដែលពួកយើងបានទៅចូលរួមសិក្ខាសាលានៅប្រទេសកូរ៉េជាចុងក្រោយខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរបស់ធនាគារ KDSB ដែលបានយកចិត្តទុកដាក់ដល់បុគ្គលិកទាំងអស់ដែលមើលឃើញពីសមិទ្ធផលដែលបុគ្គលិកខំប្រឹងប្រែងហើយទទួលបានលទ្ធផលល្អហើយនឹងមានឱកាសបានទៅលេងកូរ៉េឬក៏មានឱកាសឡើងប្រម៉ូទឡើងតំណែងអញ្ចឹងទៅខ្ញុំផ្ញើសារជូនដល់បុគ្គលិកទាំងអស់ដែលធ្វើការនៅក្នុងធនាគារក្តីឬតាមស្ថាប័នក្តីយើងព្យាយាមប្រឹងប្រែងធ្វើការងារគ្រប់តួនាទីទាំងអស់គ្នាដើម្បីឲ្យយើងមានឱកាសអភិវឌ្ឍខ្លួនឯងឲ្យកាន់តែល្អហើយនឹងធនាគាររបស់ខ្លួនដែលកំពុងតែបម្រើការងារក៏រីកចម្រើនតាមនឹងដែរចាជាចុងក្រោយនាងខ្ញុំសូមចែករំលែកទៅដល់បុគ្គលិកទាំងអស់គ្នានិយាយទៅមិនថាទាំងស្ថាប័នរបស់ធនាគារ KDSB ទេតែស្ថាប័នផ្សេងៗទាំងបុគ្គលិកផ្សេងៗទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់និងខិតខំប្រឹងប្រែងធ្វើការដើម្បីលើកស្ទួយឲ្យមានសក្តានុពលឲ្យខ្លាំងហើយវាជាការមួយដែលរីកចម្រើនទៅដល់ក្រុមហ៊ុនផងដែរនាងខ្ញុំក៏អរគុណដល់ថ្នាក់ដឹកនាំព្រមទាំងធនាគារ KDSB ផងដែរដែលតែងតែយកចិត្តទុកដាក់ចំពោះបុគ្គលិកទាំងអស់គ្នាដែលជាប់ជា best staff ដែលជាបុគ្គលិកឆ្នាំបានទៅលេងប្រទេសកូរ៉េផងដែរធនាគារឯកទេស KB ទេហានមានគីហិរញ្ញវត្ថុថ្មីរបស់លោកអ្នក